ថ្ងៃនេះមកម្ហូបបែបងាយៗប៉ុន្តែយើងប្លែកតែគឺត្រីបំពងខាត់ណាជាមួយនឹងទឹកអំពៅទុំប៉ុន្តែបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ខ្លាំងមែនទែនមកមុខនេះចំណាយក៏អត់តិចវិធីធ្វើក៏អត់មានអីពិបាកដែរសម្រាប់ត្រីគឺយើងមានជាត្រីក្រហមមួយក្បាលមកសកាវាលាងទឹកលាងអីស្អាតហើយឆូតវាឆ្នូតអញ្ចឹងទៅដើម្បីយើងយកទៅបំពងគឺវាឆាប់ស្រួយល្អសម្រាប់ការបំពងប្រើភ្លើងមកល្មមបាននេះណាបងប្អូនឲ្យធ្វើម៉េចឲ្យបានស្រួយទាំងសងខាងយើងដាក់បំពងត្រីចោលសិនទៅយើងទៅរៀបចំគ្រឿងផ្សេងទៀតដែលយើងមានដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសធម្មតាជាមួយនឹងម្ទេសម្លេម្ទេសធម្មតាបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តប៉ុន្តែបើម្ទេសម្លេនេះវិញគឺវាអត់ហល់ទេបងប្អូនអារៀងធំប៉ុនម្រាមដៃហ្នឹងណាគ្រឿងទាំងអស់ហ្នឹងគឺយើងយកវាមកកិនបញ្ចូលគ្នាមកហើយសម្រាប់បងប្អូនដែលអាសាសួររកម៉ាស៊ីនកិននេះឥឡូវគឺខ្ញុំមានលក់ហើយម៉ាស៊ីននេះស្រួលកិនណាបងប្អូនគ្រាន់តែចុចតែបន្តិចមកគឺម៉ត់ខៃល្អអញ្ចឹងហ្មងហើយសម្រាប់ផ្នែកបន្លែវិញគឺយើងមានជាខាត់ណាយើងសកវាឲ្យស្អាតហាន់វារាងតូចអញ្ចឹងមកបន្ទាប់ពីហ្នឹងមកយើងទៅមើលត្រីរបស់យើងម្ដងត្រីនេះបងប្អូនពងធ្វើម៉េចឲ្យបានឡើងស្រួយល្អមកហើយយើងមកចាប់ផ្ដើមពងគ្រឿងដែលយើងបានកិនទាំងអស់មិញហ្នឹងបងប្អូនមានខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសអីហ្នឹងគ្រឿងទាំងអស់ហ្នឹងបំពងប្រហែលជាខ្ទង់4ទៅ5នាទីតទៅឡើងឈ្ងុយឡើងឈួលមកល្មមសិនបានខ្ញុំដាក់ទឹកអំពៅទុំចូលទឹកអំពៅទុំនេះគឺខ្ញុំដាក់ចំនួន4ស្លាបព្រាបាយទឹកប្រេងខ្យង2ស្លាបព្រាបាយទឹកត្រីកន្លះស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេងមួយចឹបហើយនឹងស្ករចំនួន2ស្លាបព្រាកាហ្វេគ្រឿងក្រៅទាំងអស់ហ្នឹងបងប្អូនកុំទាន់ដាក់ច្រើនក៏បានដែរយើងដាក់ចូលកូរច្បើវាចូលជាតិហើយកុំភ្លេចថែមទឹកបន្តិចផងព្រោះអីឆាហ្នឹងបើសិនជាស្ងួតអត់ទឹកគឺអត់កើតមកបងប្អូនយើងកូរទុកឲ្យវាពុះនៅលើភ្លើងប្រហែលជា2-3នាទីចាំបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំនេះគឺខ្ញុំបន្ថែមទឹកត្រីកន្លះស្លាបព្រាបាយជាមួយនឹងស្ករមួយចឹបទៀតរសជាតិហ្នឹងយើងយកប្រៃមកល្មមផ្អែមមកល្មមហើយជូរតិចអញ្ចឹងទៅភ្លក់មើលថែមថយគ្រឿងត្រូវរួចអស់ហើយបងប្អូនដាក់ខាត់ណាចូលមកខាត់ណានេះដាក់ចូលហើយអត់ឆាយូរទេបងប្អូនប្រហែលជាខ្ទង់2នាទីអីហ្នឹងមើលតែវាឆ្អិនមកល្មមយើងដួសវាពាក់កណ្ដាលដាក់ទ្រាប់បាតចានហើយយើងយកត្រីដែលយើងបានបំពងហើយស្រាប់នឹងដាក់ពីលើហើយចាំដួសឆាពាក់កណ្ដាលទៀតដាក់ស្រោចពីលើត្រីហ្នឹងមកតែប៉ុណ្្នឹងមកហូបត្រីបំពងខាត់ណាជាមួយទឹកអំពៅទុំរបស់យើងគឺរួចរាល់អាចយកទៅញ៉ាំបានហើយមកមុខនេះដោយដែលខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងត្រីធ្វើម៉េចគឺឲ្យបានស្រួយល្អមកហើយមកហូបមុខនេះឃើញថាក្រហមអញ្ចឹងមែនប៉ុន្តែអត់ហល់ទេណាបងប្អូនហល់ហ្នឹងគឺតិចមែនតើដោយសារតែម្ទេសម្លេធំដែលយើងដាក់ហ្នឹងរសជាតិរបស់វាគឺអត់ហល់ទេប៉ុន្តែគ្រាន់តែវាមានក្លិនម្ទេសអញ្ចឹងណាបើថាហល់ហ្នឹងគឺហល់នឹងយើងដាក់ម្ទេសដៃនាង 4-5 គ្រាប់ហ្នឹងម៉ាស៊ីនកិនដែលបងប្អូនអាសាឆាតសួរហ្នឹងឥឡូវមានស្តុកហើយណាកិនសាច់កិនខ្ទឹមកិនម្ទេសកិនគ្រឿងកិនទឹកត្រីកោះកងនិយាយទៅបានគ្រប់ប្រភេទហ្មងមានអត់ច្រើនទេណាបងប្អូនចង់បានឆាតចុះពេកតម្លៃធូរថ្លៃគុណភាពល្អអរគុណ